ដងនេះគឺជារឿងសំខាន់ចាគឺជារឿងសំខាន់ចឹងអ្នកគ្រូអានទីបានលើកសំឡេងទេគឺជាលក្ខណៈអានរឿងចាអញ្ចឹងចាយើងទៅមើលលំនាំរបស់យើងនៅទំព័រទី83គេថានិទានរឿងអោបម៉ាស្ដាប់ចាហើយនិទានដោយលើកដាក់សំឡេងអ្នកគ្រូបាននិទានបាញ់លើកដាក់សំឡេងហើយតែគាត់ថាវាអត់ទាន់ចេញជារបៀបគេថាឲ្យក្មេងសម័យទូអស់ណាគុំសម្រាប់អាចធ្វើសំឡេងអូបងអីចឹងណាចាធ្វើចុះអូបងភីមខ្ញុំនិយាយអីចឹងទៅឬក៏មិនខ្ញុំស្ដាប់សាច់រឿងអត់ទាន់ចប់ឬថាបងភីមសម្រាប់តែរលួយគេមិនដាក់ទៅក្នុងធុងទេគេត្រូវយកដៃលូកអីចឹងណាខ្ញុំឃើញស្ដាប់រឿងមែនចាសំឡេងមួយទៀតអាចសំឡេងទូចចឹងទៅមិនមែនហើយបងខ្ញុំសង្កេតឃើញថាសម្រាប់ដែលខ្ញុំមកដាក់ខ្ញុំនេះគឺជាសម្រាប់តែចូលផ្លេចចំណេះចាហើយកន្លែងធំស្ដាំយំនឹងធ្វើយំចឹងទៅចាធ្វើយំចឹងទៅចាបញ្ចេញបញ្ចូលអញ្ចឹងមកបានយើងចាប់ដើមមានន័យថាសាច់រឿងហ្នឹងគេចូលតួមិនក៏ឡើងផងចានេះជាប្រភេទទៀតរឿងមិនមែនអំណាចនៅលើទេបញ្ចេញបញ្ចូលសម្លេងតូចសម្លេងធំធ្វើកាយវិការខ្លះអីខ្លះចឹងទៅចាធ្វើកាយវិការខ្លះធំសម្រាប់អីចឹងទៅកលចុះកលឡើងឲ្យក្មេងណាវាមកចាប់អារម្មណ៍មកលើទាំងសម្លេងរបស់យើងទាំងសកម្មភាពកាយវិការរបស់យើងដែលកំពុងធ្វើចាហើយចូលដល់មួយទៀតគឺបញ្យល់ពាក្យពិបាកនៅក្នុងសាច់រឿងចាទៅពេលដែលអានចប់អីហើយមិនដែរអ្នកគ្រូនិទានរឿងឲ្យកូនស្ដាប់ចប់ហើយកូនមើលទៅពីអីខ្លះដែរអ្នកគ្រូអានមិនកូនអត់ចេះនៅក្នុងសាច់រឿងមិនកូនអត់យល់ណាចាអញ្ចឹងទោះបីក្មេងអត់មកឃើញក៏យើងត្រូវតែបង្ហាញណាអ្នកគ្រូនៅក្នុងរឿងមិញនេះកូនស្គាល់លេខធំសម្រាមចាជាប្រភេទយ៉ាងម៉េចទៅជាវត្ថុឬក៏ជារបស់ញ៉ាំរបស់អីយ៉ាងទៅអូនិយមន័យអត់បានតែយើងអាចប្រៀបធៀបបានធំសម្រាប់កូនញ៉ាំកើតអត់ទេអានេះគេសម្រាប់បន្ទុកដាច់សតរាមរបស់ណាដែលយើងចោលហើយយើងអាចបណ្ដេញទៅទៀតក្នុងក្រុមសារនៃរៀនយើងទៀតធំសម្រាប់ហ្នឹងអារបស់ដែលគេធំសម្ភារៈដែលគេដាក់សម្រាប់ហើយនៅថ្នាក់រៀនយើងនៅសាលារៀនយើងតាមធំសម្រាប់យើងហ្នឹងមានមួយប្រភេទអីចឹងទៅចាហើយដូចក្នុងសាច់រឿងអត់ណាចាអញ្ចឹងពាក្យពិបាកហ្នឹងគឺជាយាមប្រាប់តែបញ្យល់គាត់កង្វក់កូនដែលធ្លាប់ចាំរបស់កង្វក់អីចាអញ្ចឹងភាពកង្វក់ហ្នឹងវាមាននៅក្នុងទឹកវាមាននៅក្នុងចំណីអាហារវាមាននៅគ្រប់ទិសទីសូម្បីតែកូនដើរជើងទៅរាល់ថ្ងៃក៏យើងថាភាពកង្វក់ចាតែនៅក្នុងសាច់រឿងយើងហ្នឹងកង្វក់សំដៅលើទឹកសំដៅលើអីអញ្ចឹងជារបស់ដែលមិនគួរដែលយើងចាប់អារម្មណ៍ដែលយើងធ្វើឲ្យប៉ះពាល់ដល់សុខភាពដែលជាវត្ថុដែលមនុស្សធ្វើឲ្យខ្លាចអីចឹងទៅណាតាមអត្ថន័យដែលគ្រូប្រាប់ចឹងទៅចឹងគ្រូបង្ហាញហ្នឹងចាហើយពាក្យពិបាកនឹងអស់ហើយទើបបានយើងចាប់ផ្ដើមបំផុសសំណួរឲ្យកុមារនិយាយពីអត្ថន័យខ្លឹមសារនៃរឿងនេះទៀតអញ្ចឹងអាចសួរកុមារម្នាក់ឬកុមារណាជាក្រុមឬក៏ស្ម័គ្រចិត្តថាកូនណាអាចនិយាយឬក៏និទានរឿងហ្នឹងឡើងវិញបើសិនបើអត់ទាន់អាចនិទានបានទេកូនអាចនិយាយខ្លះអំពីខ្លឹមសារនៃរឿងនេះគេចាំនិយាយពីអីអញ្ចឹងឲ្យម្នាក់ពីរនាក់បីនាក់និយាយពីខ្លឹមសារខ្លះនៅក្នុងសាច់រឿងហើយទើបបានឲ្យកុមារម្នាក់ពីរនាក់ទៀតឲ្យនិទានសារឡើងវិញអញ្ចឹងអាមុននិទានសារឡើងវិញហ្នឹងសួរកុមារសិនតើសកម្មភាពដំណាក់កាលទី1គេនិយាយពីអីឧទាហរណ៍ក្នុងរឿងយើងទី1ទៅជួបនឹងអ្នកណាឈ្មោះអីហើយគាត់បាននិយាយអ្វីពីអត្ថន័យនៃរឿងនេះទៀតក៏មកទៀតបានទើបឲ្យកុមារនិទានឡើងវិញ3នាក់អីចឹងទៅតាមស្ថានភាពជាក់ស្ដែងអញ្ចឹងដល់ពេលដែលកុមារនិទានទាំងនិយាយខ្លឹមសារទាំងនិទានឡើងវិញរួចហើយគ្រូត្រូវតែបូកសរុបរឿងនេះសារឡើងវិញចាក្នុងរបស់យើងមែនទេសង្ខេបអីរួចហើយឲ្យមិត្តភ័ក្តិហើយចាក្នុងកុមារនិយាយសង្ខេបរឿងហើយគ្រូត្រូវតែបំផុសអារឿងអីថ្មីទៀតមែនអត់ចាឥឡូវក្នុងរឿងហ្នឹងតើកូនថាទូអង្គណាដែលកូនឆ្លាតជាងគេចូលចិត្តជាងគេកូនអនុវត្តចង់ធ្វើជាគំរូយ៉ាងម៉េចដល់ល្អដល់មិត្តភ័ក្តិចាក្នុងឆ្លាតទូអង្គមួយណាក្នុងរឿងនិទានរបស់យើងមែនអត់ចាអញ្ចឹងនៅក្នុងនេះគេគ្រាន់តែថាឲ្យកុមារនិទានឡើងវិញប្រាប់មិត្តភ័ក្តិប៉ុន្តែក្នុងនាមយើងជាគ្រូយើងចូលដល់អាជំនាញទី1ពង្រឹងមែនអត់យើងអាចញែកបញ្ចូលឡើងហ្នឹងបងហើយចាឬក៏អាចប្រាប់ចំណងជើងឬក៏អ៊ំអ្នកនិពន្ធអីរួចបានយើងចូលដល់ជំនាញទី4ដែលយើងប្រាប់ពី
ta cô sẽ lại cho chất tụ ông na hơi cô trong cô từ đây chất tụ ông na để cô mình chọn plan luôn là hai ấy dạ nít cứ lúc đó đi cao và đến là đưa mình tiền bắt tay vào trong bụng chỉ sát tay đi ta mình đó đưa mình sẽ trong phía sát mà tại nhôm nó từ chuột phía tới ở phía sát mái nhưng mình đang thắp rõ hết này đưa mình tiền nó mình tăng của một hết mình tại cái táo xem mình chắc dạ mày đá cho luôn hai mẹ ru ở trong một bên hai cái tiết trà sầu chiều